ជួនរៀងលោកថកែលងស្នេហ៍អ្នកបម្រើភ័ក្រ6បន្ទាប់ពីតួប្រុសរបស់យើងបានចាប់តួស្រីយើងចូលទៅក្នុងបន្ទប់ពេលនោះមាននរណាចំពប់ជើងដួលលើតួស្រីរបស់យើងកំពុងតែស៊ីអារម្មណ៍ផងបងប្អូនហើយពេលរំពេចនោះក៏មានអ្នកគោះទ្វារប៉ាំងអញ្ចឹងឥឡូវតួស្រីយើងក៏បានទ្វារចេញទៅដល់និយាយម៉ាក់មិនក៏ម៉ាក់មករកខ្ញុំអញ្ចឹងណែកូនស្រីម៉ាក់ទិញនេះផ្ញើមកកូនអញ្ចឹងហើយកូនស្រីក៏បានទាញរបស់ដែលម៉ាក់គាត់ទិញឲ្យដល់កវែងតក្រៅគាត់មិនត្រូវការរបស់ម៉ាក់គាត់យកមកឲ្យហើយម៉ាក់ឆាប់ចាញ់ទៅវិញហើយឥឡូវក៏បានបិទទ្វារអញ្ចឹងហើយតួប្រុសនោះក៏បានសម្លឹងទទួលស្រីហើយក៏គិតក្នុងចិត្តថាតើជាអ្នកណាគាត់ក៏ប្រាប់ថាជាម៉ាក់របស់គាត់អីចឹងទៅគាត់ក៏នឹកសម័យកាលរឿងនៅពីក្មេងបងប្អូនគឺម៉ាក់របស់គាត់មិនដែលស្រឡាញ់គាត់ទេគឺស្រឡាញ់តែប្អូនប្រុសរបស់គាត់អីចឹងនិយាយទៅខួបកំណើតរបស់គាត់នឹងជាមួយប្អូនប្រុសរបស់គាត់គឺមិនដែលធ្វើឲ្យគាត់ទេធ្វើឲ្យតែប្អូនប្រុសរបស់គាត់ហើយគាត់នឹងក៏និយាយថាម៉ាក់ហេតុអីបានជាម៉ាក់យកចិត្តទុកដាក់ទៅលើប្អូនប្រុសអញ្ចឹងចុះខ្ញុំមិនមែនជាកូនម៉ាក់ទេអីហើយម៉ាក់គឺមិនរវល់មួយកូនហ្នឹងឯងម៉ាក់ស្រឡាញ់តែប្អូនប្រុសរបស់ប្អូនប្រុសទេមិនដែលស្រឡាញ់ខ្ញុំទេហើយជាម៉ាក់មិនគិតថាខ្ញុំជាកូនទេយើងមិនគិតថាឯងជាកូនស្រាប់ហើយធ្វើឲ្យវាដិតដាមនៅក្នុងអារម្មណ៍របស់តួស្រីយើងរហូតមកអីចឹងធ្វើឲ្យតួស្រីយើងនឹងចងចាំតែរឿងដែលម៉ាក់គេធ្វើបាបគេហើយតួប្រុសក៏លួងលោមថាមិនអីទេចាប់ពីពេលនេះទៅបងនឹងមិនធ្វើឲ្យអូនណាពិបាកចិត្តទេឥឡូវគឺតួប្រុសនោះស្រីរបស់យើងក៏បានស្លៀកពាក់ស្អាតបានដើម្បីទៅធ្វើការនៅក្រុមហ៊ុននេះអញ្ចឹងទៅបន្ទាប់ពីបានធ្វើការនៅក្រុមហ៊ុននេះគឺម៉ាក់របស់គេក៏បានខលមករកគេទៀតហើយតែតួស្រីរបស់យើងក៏កំពុងតែបាក់ចិត្តអីចឹងណាហើយពេលនោះគឺតួស្រីរបស់យើងក៏បានរត់ទៅគឺរត់ទៅដល់ផ្ទះហ្នឹងគឺមានឃើញម៉ាក់របស់គេនិងប្អូនប្រុសរបស់គេកំពុងមកអញ្ចឹងដល់និយាយឯងឥឡូវធ្វើការល្អដល់ហើយឯងប្រហែលជាមានប្រាក់ខែច្រើនហើយមើលទៅម៉ាក់ពិតជាត្រូវការកូនមែនតើដោយសារតែឥឡូវមួយរយៈនេះគឺម៉ាក់អត់មានលុយទេម៉ាក់ចង់ធ្វើខួបកំណើតឲ្យកូននេះអញ្ចឹងណាហើយនិយាយទៅគឺគាត់និយាយចិត្តទឹកដាក់ទៅកូនស្រីរបស់គាត់អីចឹងទៅហើយតួស្រីរបស់យើងពេលដែលឃើញម៉ាក់មកចង់មកធ្វើខួបកំណើតអីចឹងណាដល់និយាយថាម៉ាក់សុំទោសផងតាំងពីដើមមកម៉ាក់មិនដែលធ្វើល្អដាក់កូនទេតែឥឡូវម៉ាក់នឹងធ្វើល្អដាក់កូនឲ្យច្រើនណាកូនស្រីឯងឆាប់បួងសួងទៅបន្ទាប់មកតួស្រីយើងក៏បានបួងសួងនៅខ្លួនឯងដែលសច្ចាអីចឹងទៅហើយឯងឆាប់ផ្លុំទៀនទៅកូនស្រីប្រញាប់ទៅណាកូនណាហើយម្យ៉ាងទៀតឥឡូវលើកថាឯងមានការងារល្អណាហើយប្អូនរបស់ឯងក៏កំពុងតែរៀនដែរអញ្ចឹងឯងគួរតែផ្ដល់លុយផ្ដល់កាក់អីដើម្បីប្អូនឯងបានរៀនខ្លះទៅនិយាយទៅតួស្រីថាខ្ញុំគ្មានលុយទេព្រោះអីខ្ញុំគ្មានការងារណាធ្វើដើម្បីរកលុយមកឲ្យម៉ាក់និងប្អូនប្រុសទេហើយប្អូនប្រុសគាត់ធ្វើជាបងគេមិនអញ្ចឹងហេតុអីបានជាមិនរកលុយឲ្យខ្ញុំរៀនអញ្ចឹងដឹងអត់ថាអនាគតខ្ញុំនៅវែងឆ្ងាយខ្លាំងណាស់ដឹងទេអនាគតឯងវែងឆ្ងាយចុះឯងមិនរកលុយរៀនខ្លួនឯងទៅហេតុអីបានជាឯងចូលចិត្តមកធ្វើបាបគេបាបឯងមែនហើយម៉ាក់របស់គេនឹងកំពុងថាឯងគឺជាកូននមគុណមែនតើតែកំភ្លៀងក៏តួស្រីយើងមកដៃដល់និយាយថាប្អូនរបស់ឯងត្រូវការលុយរៀនឯងបែរជាមិនឲ្យហើយស្ដីឲ្យគេទៀតតើឯងមានបំណងអ្វីទៅពេលនោះតួស្រីក៏បានសម័យកាលពីនៅតូចហ្នឹងគឺម៉ាក់ហ្នឹងតែងតែយកចិត្តទុកដាក់នឹងក្មេងប្រុសម្នាក់ហ្នឹងតែមិនដែរយកចិត្តទុកដាក់នឹងគាត់គាត់ថាម៉ាក់គឺស្រឡាញ់តែគេតាំងពីតូចមកម្លេះអញ្ចឹងម៉ាក់រស់នៅជាមួយគេទៅរកលុយឲ្យគេចាយទៅខ្ញុំមិនបានរកលុយឲ្យម៉ាក់ចាយទៀតទេហើយក៏ខ្ញុំមិនត្រូវការរស់នៅជាមួយម៉ាក់ដែរហើយនំខេតនេះក៏ខ្ញុំមិនទទួលយកដែរហើយលើបន្ទាប់ពីខឹងម៉ាក់របស់គេគឺគេដើរមកទាំងអស់សង្ឃឹមណាសម្រាប់តួប្រុសបានចេញមកដល់គឺគេអោបតួប្រុសរបស់យើងយំតែម្ដងបងប្អូនណាចំណែកតួប្រុសរបស់យើងណាពេលដែលឃើញតួស្រីយំក៏លួងលោមតួស្រីក៏គាត់និយាយថាគាត់ពិតជាពិបាកចិត្តខ្លាំងណាស់ដោយសារតែម៉ាក់របស់គាត់មិនដែលស្រឡាញ់គាត់ទេត្រូវការតែលុយគាត់អីចឹងទៅបើគាត់រកលុយមិនបានគឺម៉ាក់របស់គាត់នឹងគឺមិនត្រូវការគាត់អីចឹងហើយតួប្រុសក៏និយាយថាមិនអីទេចាប់ពីថ្ងៃនេះបងមិនឲ្យអូនលំបាកទៀតទេបន្ទាប់ពីនិយាយជាមួយតួស្រីយើងអីអស់ហើយគាត់ក៏ប្រាប់ថាឥឡូវយើងដល់ម៉ោងទៅប្រជុំហើយយើងទៅប្រជុំសិនទៅ